លំហាត់ទី8មួយទៅគឺតាក់ទងទៅនឹងការគណនាផ្ចិតម៉ាស់ហើយលំហាត់ដែលតាក់ទងផ្ចិតម៉ាស់ហ្នឹងគឺមានច្រើនដែរបាទតាក់ទងទៅនឹងដូចជានេះចឹងគឺវាผสมរវាងការ៉េជាមួយនឹងអីគេចតុកោណកែងឬមួយក៏យើងគិតថាកន្លែងនេះគឺជាម៉ាក់អវិជ្ជមានក៏បានដែរអ្នកគ្នាបាទហើយមួយទៀតនេះគឺប្រភេទនេះអំវងឲ្យគេកាត់មួយផ្នែកចេញខ្លះអញ្ចឹងណាតោះឥឡូវយើងទៅមើលអារៀងងាយជាងគេសិនទៅបាទលេខ8គឺកំណត់ផ្ចិតម៉ាស់នៃអង្គធាតុ3តែមានម៉ាស់រៀងឃ្លាគឺ2គីឡូ4គីឡូនិង6គីឡូអញ្ចឹងយើងយក M1 ហ្នឹងគឺគេ2 M2 4ហើយ M3 6ទៅហើយសួរថាហេតុអីបានដឹងថា M1 M2 M3 អញ្ចឹងនេះគេប្រាប់ពីតារៀងគ្នានេះអញ្ចឹងអាហ្នឹងគឺទី1ទី2ទី3ហើយបាទអញ្ចឹងម៉ាស់ទាំង3ហ្នឹងគឺគេដាក់លើត្រីកម្ពស់ត្រីកោណដែលមានដំណឹងដែលមានជ្រុងវាកន្លះម៉ែត្របាទពីហ្នឹងមកហ្នឹងគឺកន្លះម៉ែត្រពីហ្នឹងមកហ្នឹងកន្លះម៉ែត្រពីហ្នឹងកន្លះម៉ែត្រអញ្ចឹងមើលទៅឃើញវាជាត្រីកោណសមាំងនៅគ្នាគឺជ្រុងទាំង3ស្មើគ្នាដល់យកគោលអាគឺចំណុច O ហ្នឹងស្ថិតនៅត្រង់ម៉ាស់ដែលមាន2គីឡូក្រាមបាទនិង AOX កាត់តាមម៉ាស់4គីឡូក្រាមនេះអញ្ចឹងន័យថា M1 M2 ស្ថិតនៅបន្ទាត់ដេកជាមួយគ្នាបាទនេះគឺនៅត្រង់គោលតរុយM2 លើ X បាទអញ្ចឹង Y ស្មើ0ហ្នឹងបាទអញ្ចឹងគឺយើងប្រាប់អញ្ចឹងណាបាទតោះអញ្ចឹងយើងទៅមើលដំណោះស្រាយទៅវាអត់ពិបាកទេព្រោះថាគេប្រាប់ម៉ាស់មកហើយអញ្ចឹងយើងគ្រាន់តែគណនាលេខទៅគណនា X1 X2 X3 ជួសចូលរួមមុនទៅបានហើយលំហាត់ផ្សេងទៀតគឺយើងត្រូវគណនាម៉ាស់នឹងគ្នាបានអាចសម្រួលបានអញ្ចឹងណាតែបើលំហាត់នេះគឺគេប្រាប់ម៉ាស់មកយើងអាចគណនាបានអញ្ចឹងគឺដំណោះស្រាយគឺកំណត់ផ្ចិតម៉ាស់នៃអង្គធាតុទាំង3អញ្ចឹងតាមរំផ្ចិតម៉ាស់នេះ X CM ហ្នឹងថា X ទីតាំង X របស់អីគេទីតាំង X របស់ផ្ចិតម៉ាស់ center of mass ហ្នឹងអញ្ចឹងគឺយើងយកម៉ាស់ទី1គុណផ្ចិតម៉ាស់របស់វាទី1ដែរនេះទីតាំងរបស់ផ្ចិតម៉ាស់របស់អង្គធាតុទី1បូកទៅនឹងម៉ាស់អង្គធាតុទី2គុណនឹងទីតាំងរបស់ផ្ចិតម៉ាស់របស់វាអានេះគេអង្គធាតុទី3បូកទីតាំងផ្ចិតម៉ាស់របស់អង្គធាតុទី3ហើយបូកចាញ់ម៉ាស់សរុបទៅអញ្ចឹងកន្លែងហ្នឹងវាស្តៀងទៅនឹងរូបមុននឹងកន្លែងគេអ្នកគ្នាបើសិនតែយើងមើលទៅវាស្តៀងនឹងអីគេស្តៀងនឹងកន្លែងមេរៀនដែលយើងរៀននៅក្នុងវិទ្យាគឺកន្លែងទីប្រជុំទម្ងន់គ្នាបាទហ្នឹងគាត់ថាកន្លែងហ្នឹងគឺយើងយកអត់យកម៉ាស់ខុសគ្នាអញ្ចឹងគឺយកម៉ាស់ស្មើគ្នាបាទហ្នឹងហើយកន្លែងហ្នឹងអញ្ចឹង M1 M2 M3 យើងស្គាល់ហើយ M1 2គីឡូ2គីឡូ4គីឡូហើយនេះ6គីឡូអញ្ចឹងបាទអញ្ចឹងអ្វីដែលអត់ទាន់ស្គាល់គឺ X1 X2 X3 ថាធ្វើម៉េចបាទ X1 យើងដឹងហើយដោយសារតែ X1 វាស្ថិតនៅលើគោលតម្រុយអញ្ចឹង X1 គឺស្មើ0កន្លែងហ្នឹងហើយដោយសារតែនេះម៉ាស់គេយកគេហើយនឹង OX កាត់តាមម៉ាស់4គីឡូអញ្ចឹងថាដោយសារតែអាហ្នឹងពីហ្នឹងមកកន្លែងហ្នឹងគឺអីគេអ្នកគ្នាប្រវាយ A ហ្នឹងហើយបាទពីហ្នឹងមកកន្លែងគឺ A ហ្នឹងគឺស្មើនឹង 0.5 ម៉ែត្រដែរបាទ X2 ហ្នឹងគឺទីតាំងវាស្ថិតនៅ 0.5 ម៉ែត្រពីគោលតម្រុយបាទគឺយើង X2 0.5 ម៉ែត្រអញ្ចឹងអ្វីដែលរៀងពិបាកនោះគឺ X3 តើ X3 យើងរកតាមណា X3 យើងចំណោកែងកន្លែងហ្នឹងមក X3 គឺជាទីតាំង X របស់អាម៉ាស់ M3 អញ្ចឹងយើងចំណោកែងលើ X មកអញ្ចឹងយើងមើលក្នុងត្រីកោណកែងនេះគ្នាបាទត្រីកោណកែងមុំឡើងគឺ60ដឺក្រេដោយសារតែដោយសារជាវាត្រីកោណសមាំងអញ្ចឹងត្រីកោណសមាំងមុំក្នុងរបស់វាទាំង3គឺស្មើ60ដឺក្រេអញ្ចឹងអានេះគឺ5នេះប្រវែងពី O ទៅ M3 ហ្នឹងគឺ5អញ្ចឹងដើម្បីរកអាកន្លែងនេះយើងគុណនឹងកុស60ដឺក្រេកុស60ដឺក្រេកន្លះអញ្ចឹងយើងរកទៅគឺ 0.5 គុណកុស60កន្លះគឺ 0.5 គុណកន្លះគឺ 0.25 បាទអញ្ចឹងជួសចូលមក2 M1 គឺ2 X1 វាគឺគេ0 M2 វា4 X2 វាកន្លះ M3 6 X3 វា 0.25 ខាងក្រោមគឺ2 + 4 + 6 ចាយទៅឃើញ 0.29 ម៉ែត្រអញ្ចឹងយើងទៅរក Y ម្ដងយើងស្គាល់ X អីបាទទីតាំងរបស់ផ្ចិតម៉ាស់បើសិនទីតាំង X របស់វាគឺ 0.29 បាទអញ្ចឹងធ្វើដូចគ្នាដែរចំពោះ Y YCM ហ្នឹងទីតាំងផ្ចិតម៉ាស់នៅលើ Y គាត់យើងដូរពី X មក Y មកនេះគឺ X ទៅ Y X មក Y X មក Y មកអញ្ចឹងយើងដឹងទៀត1 2 4 6យើងស្គាល់ហើយអញ្ចឹងយើងទៅរក Y1 Y2 Y3 អញ្ចឹងយើងដឹងហើយថា Y1 វាស្មើ0ពួក M1 នៅកង់គោលតម្រុយហើយ Y2 ហ្នឹងក៏ស្មើ0តែពួក Y ពួក M2 វាស្មើលើ X អញ្ចឹង Y2 ក៏ស្មើ0ដែរអញ្ចឹងអ្វីដែលសំខាន់គឺនេះគឺតើ Y3 ស្មើប៉ុន្មាន Y3 យើងចំណោមកកន្លែងហ្នឹងមកលើ Y នេះបាទអញ្ចឹងយើងចាំទៅបើសិនបើលើចំណោទៅលើ Y យើងគុណសនី60មកសនី60គឺស្មើអីគេឬក៏3លើ2បាទអញ្ចឹងកន្លែងគឺអាចខុសបន្តិចបាទមិនស្មើ433ទេកន្លែងគឺ 0.5 គុណនឹងឬក៏3ចែក2បាទអញ្ចឹងកន្លែងគឺស្មើប៉ុន្មានយើងដាក់ចូលទៅបាទប៉ុន្តែយើងដឹងថាវាមិនមែនឃើញតែ433ម៉ែត្រទេវាមិនអាចឡើងដល់នេះវាឡើងដល់ប៉ុណ្្នឹងគឺអាចឡើងអាចវាយខុសអញ្ចឹងណាអញ្ចឹងគឺ 0.5 សនី60គឺស្មើឬក៏3លើ2អញ្ចឹង0.5គុណនឹងឬក៏3ចែក2មកឃើញម៉ែត្រដល់ហ្នឹងមកបាទអញ្ចឹងយើងជួសចូលទៅ YCM ស្មើ2គុណ0 4គុណ0បូក6គុណនឹងគុណអាកន្លែងដែលយើងឃើញយើងយក6ទៅគុណអាកន្លែងណាដែលយើងធ្វើលេខកន្លែងហ្នឹងដាក់ចូលកន្លែងហ្នឹងទៅចែកនឹង2បូក4 6ទៅមកឃើញ 0.22 បាទអញ្ចឹងផ្ចិតម៉ាស់វាគឺស្មើគេ 0.24 0.22 បានន័យថា